បងប្អូនទេសនាគ្រប់គ្នាជាទីរាប់អាននៅពេលដែលយើងបានឃើញហេតុការណ៍ថៃបានបាញ់ប្រហារទៅលើទូកនេសាទរបស់វៀតណាមយ៉ាងគួរឲ្យរន្ធត់តែម្ដងយ៉ាងណាក៏ដោយតាមការឲ្យដឹងពីសារព័ត៌មាន VN News នោះពួកគេបានរៀបរាប់ថាមន្ត្រីតំណាងនៃក្រសួងការបរទេសរបស់វៀតណាមបានជួបពិភាក្សាជាមួយនឹងមន្ត្រីនៃស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយដើម្បីសម្ដែងការតវ៉ាចំពោះការប្រើប្រាស់អំពើហិង្សាទៅលើការបាញ់ប្រហារទៅលើក្រុមប្រជានេសាទវៀតណាមដោយខុសច្បាប់នៅក្នុងដែនសមុទ្ររបស់ប្រទេសថៃនោះដោយនៅក្នុងទីក្រុងហាណូយបានស្នើឲ្យក្រសួងការបរទេសថៃបើកការស្រាវជ្រាវនិងស៊ើបអង្កេតនៅក្នុងករណីបាញ់ប្រហារទៅលើទូកប្រជានេសាទរបស់ប្រទេសវៀតណាមដែលមានកម្មករជាជនជាតិយួនជាច្រើននោះឲ្យបានច្បាស់លាស់ប៉ុន្តែយ៉ាងណាក៏ដោយតាមការលើកឡើងឲ្យដឹងថាស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃនោះចេញសេចក្តីថ្លែងការណ៍ថាកងទ័ពជើងទឹករបស់ប្រទេសថៃបានបើកការបាញ់ប្រហារទៅលើទូកប្រជានេសាទវៀតណាមជាច្រើនគ្រឿងដែលមានកម្មករទូកចំនួន18នាក់ដែល2នាក់រងរបួសធ្ងន់ជាងគេនិងចំនួន1នាក់ទៀតត្រូវបាត់បង់ធ្លាក់ចូលទៅក្នុងទឹកសមុទ្រនោះតែម្ដងក្នុងចំណោមពួកគេទាំងអស់នោះដោយឡែកខាងទូកនេសាទវៀតណាម2គ្រឿងទៀតត្រូវបានក្រុមល្បាតទាហានសៀមនេះគឺបុកពន្លិចចោលទៅក្នុងទឹកសមុទ្រនោះតែម្ដងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសវៀតណាមបានលើកឡើងថាបន្ទាប់ពីកិច្ចពិភាក្សារវាងមន្ត្រីក្រសួងការបរទេសវៀតណាមនិងមន្ត្រីការទូតប្រទេសថៃប្រចាំនៅទីក្រុងហាណូយនោះតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសវៀតណាមនោះបានឲ្យដឹងថាពួកក្រុមអ្នកនេសាទទទួលរងរបួសធ្ងន់2នាក់នោះគឺមានឈ្មោះថាងយិនវ៉ាន់តើយអាយុ28ឆ្នាំបានរងរបួសចំជើងស្ដាំនិងម្នាក់ទៀតឈ្មោះងយិនវ៉ាញ់លីងអាយុ25ឆ្នាំបានរងគ្រាប់ចំស្មាខណៈម្នាក់ទៀតបាត់ខ្លួនទំនងជាបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រនោះតែម្ដងប៉ុន្តែទោះបីយ៉ាងណាក៏ដោយតាមការឲ្យដឹងពីប្រទេសវៀតណាមនោះបានចេញសេចក្តីថ្លែងការណ៍ថាទោះបីជាទូកប្រជានេសាទវៀតណាមនេះប្រព្រឹត្តបទល្មើសយ៉ាងណាក៏ដោយក៏ប៉ុន្តែការបាញ់ប្រហារមកលើទូកនេសាទវៀតណាមនេះពីអាជ្ញាធរសៀមក្នុងដែនសមុទ្ររបស់ប្រទេសសៀមនោះគឺវាខុសច្បាប់ទាំងស្រុងចំពោះច្បាប់អន្តរជាតិប៉ុន្តែយ៉ាងណាក៏ដោយខាងក្រមប្រជានេសាទវៀតណាមទាំង29នាក់នោះត្រូវបានកងកម្លាំងឆ្មាំជើងទឹកសមុទ្រសៀមបានចាប់ខ្លួនបន្ទាប់ពីទូករបស់ពួកគេត្រូវបានបុកពន្លិចចោលទៅក្នុងសមុទ្រនោះតែម្ដងដោយការចាប់ខ្លួនរបស់ពួកក្រុមនេសាទខុសច្បាប់របស់ប្រទេសវៀតណាមនេះបានធ្វើឡើងនៅតំបន់សមុទ្រជិតទីតាំងរុករកអ៊ូស្មានមូដាដ៏ល្បីល្បាញនៅក្នុងដែនសមុទ្ររបស់ប្រទេសសៀមផងនោះគឺចម្ងាយតែ20គីឡូម៉ែត្រតែប៉ុណ្ណោះពីតំបន់ភូមិភាគឦសានដែលជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសថៃផងនោះ